អ្វីទៅជាអាការៈនៃជំងឺភ្លេចភ្លាំងត្រង់ផ្នែកខាងមុខផ្នែកខាងមុខនៃខួរក្បាលស្ថិតនៅផ្នែកខាងមុខនៃខួរក្បាលហើយប្រសិនបើមាននរណាម្នាក់មានជំងឺភ្លេចភ្លាំងត្រង់ផ្នែកខាងមុខមានអាការៈមួយគឺការមិនអាចគ្រប់គ្រងខ្លួនបានដូច្នេះពួកគេមិនដឹងថាតើអ្វីដែលពួកគេមិនគួរធ្វើនៅមុខអ្នកដទៃដូច្នេះអ្នកអាចឃើញនរណាម្នាក់ដែលអាចនិយាយថាកំពុងបន្ថយទឹកនៅទីសាធារណៈឬស្លៀកពាក់មិនសមរម្យពេលខ្លះដោយគ្មានហេតុផលឬញ៉ាំគ្មានហេតុផលហើយពួកគេក៏មានទំនោរមើលទៅដូចជាអាត្មានិយមបន្ថែមទៀតដូច្នេះពួកគេអាចមានចំណាប់អារម្មណ៍ច្រើនលើសកម្មភាពរបស់ខ្លួនឯងនិងមិនមានចំណាប់អារម្មណ៍លើអ្នកដទៃហើយបន្ទាប់មករឿងទី2គឺថាពួកគេអាចមានការខ្វះនៃការគ្រប់គ្រងទឹកនោមដូច្នេះពួកគេអាចមានការបាត់បង់ការគ្រប់គ្រងទឹកនោមហើយពេលខ្លះផ្នែកខាងមុខនៃខួរក្បាលក៏អាចពាក់ព័ន្ធនឹងការនិយាយដូច្នេះពួកគេអាចមានការខូចខាតនៃភាសាអាចមានការលំបាកក្នុងការនិយាយនិងការយល់ដឹងប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយក្នុងចំណោមទាំងនេះនៅក្នុងសមាជិកគ្រួសាររបស់អ្នកសូមពិគ្រោះជាមួយអ្នកជំនាញផ្នែកប្រសាទព្រោះការវិតម្លៃត្រឹមត្រូវដូចជាការស្កេនខួរក្បាលនិងការធ្វើតេស្តផ្សេងយើងអាចធ្វើការធ្វើរោគវិនិច្ឆ័យហើយបន្ទាប់មកអាចផ្ដល់ការព្យាបាលបាន